បលិសចាប់តណាម៉ាណាខ្លាចបលិសចាប់តណាម៉ាណាកាន់ឯកសារតណាម៉ាណាកាន់ប៉ាសពតតណាម៉ាណាកាន់ green card តណាម៉ាណាកាន់ US CS paperwork ឬក៏ឯកសារដែលគេធានាយមកាន់តណាម៉ាណាទៅ Walmart ទៅ Sam Club ទៅ Target ទៅ Costco ទៅ CVS គឺធ្វើការកាន់ឯកសារដោយសារអីខ្លាចបលិសចាប់ខ្ញុំបានឃើញផុសមួយបងស្រីឈ្មោះម៉ូនីកាច័ន្ទឃើញគាត់ទៅសេនៅក្នុងវីដេអូរបស់គាត់ណាចង់ទៅទិញម្ហូបនៅ Walmart ក៏មិនហ៊ានទៅដែរទោះខ្ញុំកាន់ប៉ាសពតក៏ដោយអ្នកអន្តោប្រវេសន៍នៅក្នុងសហរដ្ឋអាមេរិកនេះកំពុងមានការជួបច្បល់ភ័យខ្លាចខ្លាំងមែនតើខ្លាច police ICE ចាប់អីចឹងណាអ្នកអរគ្នាមកមើលនៅរដ្ឋខ្ញុំ Kansas City ឡានឡើងចង់100ឡានហើយក្រុមប៉ូលីស ICE ហ្នឹង parking lot គឺសិតតាក្រុមប៉ូលីស ICE នៅទាំងអស់ហើយគេមានល្បិចចាប់អ្នកជនអន្តោប្រវេសន៍ហ្នឹងទៀតគេមានល្បិចទៀតចាប់នៅក្នុងហាងហ្នឹងអត់បានគេប្រើល្បិចឲ្យម្នាក់ហ្នឹងចេញក្រៅចាប់ម្នាក់ហ្នឹងនៅខាងក្រៅឡែងចតឡានហ្នឹងហ្មងសាហាវតែអ្នកនរគ្នាត្រូវដឹងថាចាតើគួរយកឯកសារហ្នឹងទៅតាមខ្លួនអត់បើយើងអត់មានធ្វើអីខុសសោះហ្មងយើងស្របច្បាប់យើងមានការងារត្រឹមត្រូវយើងអត់មានទៅកាប់សម្លាប់គេយើងអត់មានខុសច្បាប់អីណាមួយបើកឡានបុកគេដើរបុកគេគំរាមកំហែងគេអត់មានធ្វើខុសអីច្បាប់អីហងមូលហេតុអីបានយើងត្រូវខ្លាចតាក់ទងទៅនឹងការអន្តោប្រវេសន៍នៅក្នុងសហរដ្ឋអាមេរិកនេះបើយើងស្របច្បាប់យើងទៅខ្លាចអីការយកឯកសាររបស់គាត់ទៅតាមខ្លួនវាជារឿងត្រឹមត្រូវប៉ុន្តែតាក់ទងទៅនឹងគេហៅជា over caring OC over caring ពេកណាអ្នកនរគ្នាถ้าដឹងថាបើយើងអត់មានធ្វើបញ្ហាអីខុសច្បាប់ទេខ្ញុំគិតថាយើងអត់គួរយកឯកសារទាំងដុំទាំងកោកទៅជាមួយឯងសំណួរគេសួរទៀតណាឯងតែខ្លួនឯងអីគេចេះស្របច្បាប់យ៉ាត់តែប៉ូលីសទៅចាប់ដល់ផ្ទះទៅចាប់ខ្ញុំរឿងអីខ្ញុំខុសរឿងអីមូលហេតុអីមានសិទ្ធអីបើមកចាប់ខ្ញុំដល់ផ្ទះខ្ញុំខុសអីបើខ្ញុំចេញក្រៅខ្ញុំធ្វើអីខុសមានសារដីកាពីតុលាការមកដែរឬទេសួរនាំគេចាប់រឿងអីយើងខុសរឿងអីសម្រាប់ខ្ញុំយកតែ DMV ជាប់ខ្លួនទេគឺបានបើកបរជាប់ខ្លួនទេគឺគេដឹងហើយគឺគ្រាន់តែ scan DMV យើងគឺគេដឹងព័ត៌មានតខ្លួនរបស់យើងតែម្ដងអញ្ចឹងចំពោះអ្នកដែលអន្តោប្រវេសន៍ស្របច្បាប់ឬមិនទាន់មាន green card នៅក្នុងដៃទេអ្នកនរគ្នាបើយើងអត់ធ្វើអីខុសទេយើងអត់បើកឡានបុកគេយើងអត់វ៉ាគេយើងអត់បើកឡានបុកគេហើយយើងរត់យើងអត់ខុសច្បាប់ទេមានមូលហេតុអីដែលយើងត្រូវខ្លាចប៉ូលីសធ្វើខ្លួនឲ្យតែធម្មតាដូចអ្នកដទៃទៅអ្នកនរគ្នាយើងបើចាំបាច់ភ័យខ្លាចអីទេបើយើងជាបុគ្គលស្របច្បាប់អ្នកនរគ្នាអញ្ចឹងក៏មានការភ័យខ្លាចស្លន់ស្លោអីអ្នកនរគ្នាដកដង្ហើមឲ្យវែងបន្ធូរអារម្មណ៍គិតឲ្យបានវែងឆ្ងាយបើយើងអត់ខុសទេចាំបាច់ភ័យខ្លាចអីធ្វើសកម្មភាពយើងប្រចាំថ្ងៃធម្មតាទៅធ្វើដូចបុគ្គលផ្សេងគេរស់នៅដូចគេដូចឯងធម្មតាទេអ្នកនរគ្នាកុំគិតច្រើនពេកស៊ូ